គ្រប់ជំរាបសួរម៉ែឪបងប្អូនដែលជាប្រិយមិត្តអ្នកស្ដាប់ទាំងអស់របស់ Channel ដំណើររឿងខ្មោច2សូមស្វាគមន៍មកកាន់វីដេអូថ្មីជាមួយនឹងសាច់រឿងថ្មីនៅក្នុងថ្ងៃនេះផងដែរសម្រាប់ថ្ងៃនេះខ្ញុំនឹងដំណើរនៅសាច់រឿងដែលតាក់ទងទៅនឹងពពួកអមនុស្សឬក៏អាចនិយាយថាថ្ងៃនេះគឺនិយាយអំពីរឿងសុបិនឬក៏ឲ្យប្រផ្នូឬក៏យល់សប្តិមិនល្អដែលយើងគិតថាជាការយល់សប្តិធម្មតាឬក៏បងប្អូនខ្លះគឺជឿមែនតើទៅលើការយល់សុបិនយល់សប្តិនេះបងប្អូនមួយចំនួនធំទៀតលោកមិនសូវជឿទេគិតថាវាគ្រាន់តែជាការយល់សប្តិមិនល្អធម្មតាទេព្រឹកឡើងគឺព្យាយាមធ្វើអីដែលល្អទៅគឺស្រស់ស្រាយសប្បាយចិត្តហើយតែអ្នកខ្លះគឺគាត់ផ្ដោតមែនតើបើសិនជាសុបិនមិនល្អឬក៏គាត់មានអារម្មណ៍ថាមិនស្រួលនៅពេលដែលសុបិនហើយឬក៏យល់សប្តិហើយគឺបងប្អូនខ្លះទៀតគាត់បាចគាត់ព្រាយអង្គគាត់កវិះអង្គឬក៏បងប្អូនខ្លះទៀតគឺទៅវត្តស្រោចទឹកឬក៏អីចឹងទៅតាមបែបបទនៃការជឿទៅតាមទម្លាប់របស់បងប្អូនផ្សេងគ្នាចុះសម្រាប់បងប្អូនប្រិយមិត្តអ្នកស្ដាប់យើងនៅក្នុង Channel ដំណើររឿងខ្មោចទឹកដំណើររឿងខ្មោច2នេះតើបងប្អូនមានទម្លាប់បែបណានៅពេលដែលបងប្អូនយល់សប្តិមិនល្អហើយតើបងប្អូនទាំងអស់គ្នាធ្លាប់យល់សប្តិមិនល្អហើយភ្ញាក់ទាំងកដាលយប់ហើយយល់សប្តិទាំងអស់នោះឲ្យប្រផ្នូលបែបណាទៅកាន់បងប្អូនទាំងអស់គ្នាហើយតើពិតដូចអ្វីដែលបងប្អូនស្មានអត់បើសិនជាបងប្អូនធ្លាប់ជួបធ្លាប់ដឹងធ្លាប់ឃើញធ្លាប់មានបទពិសោធន៍បងប្អូនកុំភ្លេច comment ប្រាប់ម្នាក់មួយផងដើម្បីជាបទពិសោធន៍បន្តទៅកាន់បងប្អូនប្រិយមិត្តអ្នកស្ដាប់យើងដែលបានចូលអាន comment អញ្ចឹងសម្រាប់សាច់រឿងដែលខ្ញុំលើកយកមកដំណើរដើម្បីឲ្យបងប្អូនគិតពិចារណានិងស្ដាប់ជាការកម្សាន្តនេះគឺបានមកពីបងស្រីម្នាក់ដែលមានឈ្មោះថាម៉ូនីដែលបងស្រីគាត់បាននិយាយអំពីបទពិសោធន៍ជីវិតនិងការជួបប្រទះនៅរឿងរ៉ាវមួយនេះទៅកាន់បងប្អូនទាំងអស់គ្នាតាមរយៈខ្ញុំដែលការពេលដែលគាត់ជួបនោះគឺគាត់ជានិស្សិតស្ថាបត្យកម្មផ្នែកសំណង់នៅសាកលវិទ្យាល័យមួយហើយនៅក្នុងឆ្នាំទី3ដែលជាឆ្នាំចិត្តនឹងបញ្ចប់ហើយក៏ពេលនោះគាត់អាយុខ្ទង់20ឆ្នាំដែលគាត់ចូលសាកលវិទ្យាល័យនៅអាយុ17ឆ្នាំមានន័យថាគាត់ប្រឡងទី12 17អញ្ចឹងគាត់តែកំឡុងពេលឆ្នាំនៅពេលដែលអាយុគាត់គឺអាយុ20គត់នោះឯងគឺគាត់រៀននៅក្នុងឆ្នាំទី3អញ្ចឹងបងប្អូនទាំងអស់គ្នាបងបូនីក៏បាននិយាយថាគ្រាន់តែចូលទៅដល់ឆ្នាំដែលគាត់មានអាយុ20ឆ្នាំភ្លាមពេលនោះគឺនៅចុងឆ្នាំស្រាប់តែមិត្តភ័ក្តិជិតស្និទ្ធស្រីរបស់គាត់ម្នាក់គឺបានយល់សប្តិថាគាត់គឺហាក់ដូចជាមានសភាពហើមស្អុយរលេះរលួយមើលទៅគឺអត់មានដៃមានជើងអត់មានក្បាលអីទេតែគឺមានការចំណាំមួយដែលបញ្ជាក់ថាជាបងម៉ូនីដែលស្ថិតនៅក្នុងបន្ទប់ជួលរបស់បងម៉ូនីតែម្ដងហើយរឿងរ៉ាវនេះមិត្តភ័ក្តិរបស់គាត់គឺតែមកប្រាប់គាត់ភ្លាមមកពេលហ្នឹងគឺគាត់យល់សប្តិវេលាម៉ោងប្រហែលជាខ្ទង់ម៉ោង2ម៉ោង3យប់គឺគាត់តែមកទាំងកណ្ដាលត្រៀតហ្នឹងមកបងប្អូនទាំងអស់គ្នាមួយទៀតគឺបងម៉ូនីគឺគាត់ជាអ្នកដែលរស់នៅខេត្តព្រៃវែងយើងអញ្ចឹងបងប្អូនយើងដែលជាអ្នកខេត្តព្រៃវែងទេគាត់បាននិយាយថាកំឡុងពេលនឹងដែរម្ដាយរបស់គាត់គឺតែមកគាត់កំឡុងពេលដែលទៀបភ្លឺមិត្តភក្តិរបស់គាត់តែមកប្រាប់ថាអាលះអើយអញយល់សប្តិឃើញហើយចេះអញ្ចឹងទៅសុំតលះម៉ូនីអញយល់សប្តិឃើញហើយចេះអញ្ចឹងទៅដល់ម្ដាយរបស់គាត់ព្រឹកឡើងម្ដាយគាត់តែមកថាម៉ូនីអើយតនេកូនឯងមកផ្ទះមកម៉ែដូចជាអារម្មណ៍មិនសូវល្អហើយមានអារម្មណ៍ថាអាសាយល់សប្តិឃើញកូនឯងអញ្ចឹងបងម៉ូនីគាត់និយាយថាអត់អីទេម៉ែចាំមើលសៅអាទិត្យបើសិនជាតនេចាំទៅអញ្ចឹងណាតែគាត់ទៅទេទៅអត់ទាន់បានមកអាទិត្យផងហ្នឹងអាចថាអាទិត្យមុនគាត់ទៅហើយថ្ងៃនេះទៅថ្ងៃសុក្រថ្ងៃអីហ្នឹងគឺគាត់តែហៅទៀតថាបើតនេចាំទៅផ្ទះទៅគាត់មានអារម្មណ៍អត់សូវល្អហើយគាត់យល់សប្តិតែគាត់អត់មានប្រាប់ថាយល់សប្តិឃើញអីទេអញ្ចឹងបងម៉ូនីគាត់ចេះតែទៅរៀនទៅធ្វើការអីធម្មតាទៅស្រាប់តែកំឡុងពេលហ្នឹងគឺគាត់បានទៅផ្សារមកកន្លែងដែលស្ថិតនៅទឹកថ្លាកន្លែងម្ដុំបន្ទប់ជួលរបស់គាត់ពេលហ្នឹងល្ងាចហើយម៉ោង7 8ហើយដែលគាត់ចេញពីសាលាទៅគឺគាត់ជិះតាមផ្លូវហ្នឹងគាត់ឈប់ទិញអីយកទៅញ៉ាំខ្ចប់យកទៅញ៉ាំនៅបន្ទប់ណាកំឡុងពេលហ្នឹងគឺមិនស្ងាត់ទេគឺមានមនុស្សទល់មុខ Royal នៅកន្លែងការ៉ាសាំងតេឡាបត់ស្ដាំទៅបើសិនជាជិះមកពីក្រុងជិះមកពីខាងស្ពានអាកាសគឺបត់ស្ដាំទៅបងប្អូនស្គាល់ហើយអ
ចឹងពេលដែលគាត់ឈប់នៅម្ដុំនោះបងប្អូនទាំងអស់គ្នាស្រាប់តែគាត់ប្រទះឃើញមនុស្សស្រីរូបរាងស្លៀកពាក់ដូចស្មាតោដូចអ្នកដែលអនាថាសុំទានអញ្ចឹងណាតែអត់មានក្បាលគឺកំពុងតែឈរនៅប្រហែលជាខ្ទង់20ម៉ែត្រពីគាត់ដែលបាំងមនុស្សដែលកំពុងតែដើរកំពុងតែឈរអញ្ចឹងណាហើយគាត់មើលឃើញកំពុងតែមានមនុស្សពេញមកគឺមនុស្សអត់ក្បាលដល់ពេលគាត់ញីភ្នែកពីរដងទៅស្រាប់តែបាត់រមើលឡើងឃើញមកអញ្ចឹងគាត់ភ័យមែនតើតែភ្លាមគាត់ក៏បានទៅដល់បន្ទប់ភ្លាមគាត់ក៏បានតែទៅនិយាយលេងមួយម៉ែគាត់ហើយប្រាប់ម៉ែគាត់ថាម៉ែខ្ញុំក៏យល់សប្បុរសល្អដែរចាំមើលបើតនេះចាំទៅតែចៃដន្យសប្តាហ៍នេះការងារវាច្រើនពេកហើយក៏ដៃគាត់ថាខ្លួនឯងយកកកាបៀសមុខបន្ទប់មុខអីចេញទៅម៉ែយល់សប្បុរសល្អតែក៏អត់បានធ្វើតាមទេព្រោះគាត់ខ្លាចកាបៀសទៅមានឃើញចេញចូលអញ្ចឹងណាអញ្ចឹងគឺអត់ទេអញ្ចឹងនៅពេលដែលគាត់ចូលគេងចូលអីធម្មតាទៅធ្វើការទៅប្រហែលជាខ្ទង់2សប្តាហ៍ក្រោយមកគាត់ក៏មានដំណើរកំសាន្តមួយក្រោយពេលដែលគាត់ទៅផ្ទះហើយណាមកវិញគាត់មានដំណើរកំសាន្តជាលក្ខណៈមិត្តភ័ក្តិដែលរួមសាកលវិទ្យាល័យដែលជាអ្នកធ្វើការមួយគ្នាប្រហែលជាខ្ទង់9នាក់8នាក់នឹងឯងទៅលេងនៅខេត្តកែបហើយក៏ឆ្លៀតពេលជួលទុកទៅស្ទូចត្រីទៅអីនៅកណ្ដាលសមុទ្រដែរនៅពេលដែលគាត់ធ្វើដំណើរទៅលេងជាមួយនឹងមិត្តភ័ក្តិនោះឯងក៏ស្រាប់តែមានបញ្ហាមួយដែលកើតឡើងគឺខ្យល់គឺបានបក់បោកមកខ្លាំងមែនទែនដោយអត់បានដឹងមុនហើយតកងទូកក៏ព្យាយាមក្នុងការបើកទូកចេញតែចៃដន្យរឿងអកុសលមួយបានកើតឡើងគឺទូករបស់គាត់គឺបច្ចេកអត់ចេះទេហើយក៏មានបញ្ហាភ្លាមអាឡូក៏ខ្លាំងដែរតកងទូកក៏ព្យាយាមរកជំនួយតាមដែលអាចធ្វើទៅបានតែតម្រាំតែមានជំនួយទៅជួយពួកគាត់ហ្នឹងគឺពួកគាត់ស្ទឹងតែលិចនោមលិចអាចដាក់ខោឲ្យបងប្អូនគឺគាត់ភ័យមែនតើដោយសារតែនៅកណ្ដាលសមុទ្របងប្អូនសាកសម័យមើលហើយបើភ្លេចអន្តោវិញបុននិយាយពីថាលន់ច្រាច់ធ្វើឲ្យពួកគាត់ស្រីដែលនៅលើទុកហ្នឹងគឺភ័យស្លន់ស្លោតម្រាំតែផុតពេលដែលចេញពេលដែលឡើងមកដល់លើគោកហើយពួកគាត់ក៏មកសម្រាប់អីធម្មតាពេញមួយយប់បងប្អូនទាំងអស់គ្នាគឺអត់បានសម្រាប់ទេដោយសារតែមានបញ្ហាភ្លើងគឺឆេះអលត់រហូតនៅកន្លែងគាត់គេងស្អែកឡើងក៏គាត់ធ្វើដំណើរដើរលេងធម្មតារហូតដល់រសៀលបានពួកគាត់ធ្វើដំណើរតាមរយៈឡានត្រឡប់មកភ្នំពេញពេលដែលគាត់ធ្វើដំណើរនៅតាមផ្លូវមកដល់ថងចំណុចមួយដែលអាចនិយាយបានថាចូលមកដល់ចិត្តកបោឡើយស្រាប់តែមានក្មេងស្ទាវមួយក្រុមបានជិះច្រែមុខឡានក្រុងដែលពួកគាត់ជិះច្រែនៅមុខឡានក្រុងដែលពួកគាត់ជិះហើយក៏ដួលនៅមុខឡានធ្វើឲ្យឡានកិនពីលើម៉ូតូតែមនុស្សអត់មានបញ្ហាអីទេគ្រាន់តែម៉ូតូគៀបមួយឡាននៅពីលើម៉ូតូអញ្ចឹងអត់អាចធ្វើដំណើរទៅមុខពួកគាត់ក៏ត្រូវចុះធំនងដើម្បីមកភ្នំពេញវិញក៏ធ្វើដំណើរតាមរយៈលំមកតាមរយៈអីចឹងទៅតម្រាំតែមកដល់ពេញតម្រាំតែមកដល់កន្លែងផ្ញើម៉ូតូហ្នឹងគឺយប់ម៉ោងប្រហែលជា9ម៉ោង10យប់អញ្ចឹងរឿងអត់ទាន់អស់ទេនៅពេលដែលគាត់ធ្វើដំណើរមកដល់កន្លែងយកម៉ូតូគាត់ត្រូវយកម៉ូតូជិះទៅបន្ទប់ជួលក៏អត់ទុកម៉ូតូនៅបន្ទប់ជួលទេព្រោះគាត់ត្រូវឡើងឡានអញ្ចឹងគាត់អត់ហ៊ានទុកម៉ូតូចោលទេគាត់សុខចិត្តយកម៉ូតូមកផ្ញើគេអញ្ចឹងអ្នកដែលនៅពេញប្រកាសជិះចូលអញ្ចឹងនៅពេលដែលគាត់ជិះម៉ូតូទៅផ្ទះហ្នឹងស្រាប់តែមានឡានដែលបើកដោយជនជាតិចិនសវឹងមកគៀមកបុកម៉ូតូគាត់ពីក្រោយតែបុករៀងប្រឆិតទេធ្វើឲ្យគាត់ដួលទៅលើថ្នល់ធ្វើឲ្យដៃរបស់គាត់ហ្នឹងអុសជាមួយថ្នល់ហ្នឹងគឺប្រហែលជាខ្ទង់មួយចាអាមគឺកលិតមកហើយបើនិយាយពីម៉ូតូរបស់គាត់វិញគឺអស់មួយចាហៀងតែជនជាតិចិនហ្នឹងគាត់ចុះមកមើលគាត់ចុះមកអីចឹងទៅហើយគាត់អត់ស្ដាប់គ្នាអត់យល់និយាយគ្នាអត់យល់ភ្លាមហ្នឹងគាត់ក៏ហុចលុយប្រហែលជាខ្ទង់$200ឲ្យទៅបងមនីគាត់ក៏ទទួលយកទៅដោយសារតែគាត់អត់បានខុសហើយណាមួយគិតថាជាសំណងទៅចោះព្រោះអីនិយាយស្ដាប់គ្នាអត់បានអញ្ចឹងគាត់យកលុយនឹងមកគាត់ធ្វើម៉ូតូគាត់ទៅលាងលបួរខ្លួនឯងក៏វាសឹងតែអស់ទៅហើយអាចថាសល់តិចតួចបំផុតអញ្ចឹងគាត់ក៏ព្យាបាលអញ្ចឹងទៅតែរឿងហ្នឹងក៏អត់បានប្រាប់ទៅអ្នកផ្ទះរបស់គាត់ទេរហូតដល់ប្រហែលជាខ្ទង់មួយសប្តាហ៍ហ្នឹងគឺគាត់ពិបាកមែនតើទាំងទៅរៀនទាំងអីនិយាយរួមទៅគឺយល់សពមួយយប់គាត់ខ្លួនឯងក៏អញ្ចឹងដែរគាត់តែងតែយល់សពថាឃើញខ្លួនឯងហើមតែទឹកបងប្អូនសម័យមើលគាត់យល់សពតែខ្លួនឯងហើមតែទឹកពេលខ្លះគាត់យល់សពតែខ្លួនឯងហ្នឹងដេកលើអាទិសអង្គុយលើលំមកអង្គុយលើអាទិសរុញអីចឹងទៅ
អញ្ចឹងគាត់អត់ដឹងតែខ្លួនឯងត្រូវធ្វើម៉េចទេហើយគាត់ក៏បាននិយាយរឿងមួយទៅប្រាប់ម្ដាយគាត់ថាគាត់យល់សពកាន់តែមិនល្អហើយអញ្ចឹងម្ដាយគាត់ចេះថាចាំម៉ែឡើងទៅមួយថ្ងៃពីរថ្ងៃទៀតអីចឹងណាស្រាប់តែចែកដល់ពេលហ្នឹងគឺមិញដែលត្រូវជាមិញដែលត្រូវជាប្អូនស្រីបកើតម្ដាយរបស់គាត់ហ្មងគឺខូចដោយសារតែគាំងបេះដូងគឺភ្លាមហ្មងអញ្ចឹងម៉ោង6ជាងម៉ោង7យប់គាត់ក៏បខំចិត្តព្រោះជាមិញម្នាក់ដែលគាត់ស្រឡាញ់បំផុតជាមិញម្នាក់ដែលមើលថែគាត់តាំងពីក្មេងព្រោះការគាត់នៅក្មេងម្ដាយគាត់ទៅថៃម្ដាយគាត់ទៅធ្វើពលករអញ្ចឹងនៅជាមួយមិញនឹងអញ្ចឹងគាត់លឺដំណឹងភ្លាមគាត់តក់ស្លុតដៃឈឺខ្លួនឈឺតែគាត់ត្រូវតែធ្វើដំណើរទៅភ្លាមនៅពេលដែលគាត់ធ្វើដំណើរទៅម៉ោង6 7យប់តាមរយៈផ្លូវព្រែកតម្រាក់ទៅក៏ស្រាប់តែប៉ះជាមួយនឹងឡានប្រភេទឡានដឹកអីវ៉ាន់ដែលគេឈប់ចតដើម្បីឈឺនោមគាត់ជិះទៅមិនដឹងថាមកពីគាត់ស្លងឬក៏មិនពេកទេគឺបុកពេញទំហឹងឡានគេពីក្រោយបងប្អូនហើយគឺគាត់អត់ដឹងខ្លួនរយៈពេល1សប្តាហ៍តម្រាំតែពេលដែលគាត់ដឹងខ្លួននឹងបងប្អូនគឺគាត់នៅប្រទេសវៀតណាមដែលគ្រួសាររបស់គាត់គឺបញ្ជូនគាត់ទៅព្យាបាលនៅវៀតណាមគាត់បាក់ផ្លូវគាត់បាក់ដៃអាកន្លែងដងកបិតហើយគាត់បាក់កអញ្ចឹងគឺត្រូវយកគាត់ទៅព្យាបាលនៅប្រទេសវៀតណាមហើយកំឡុងពេលដែលគាត់យល់សប្តិកំឡុងពេលដែលគាត់ស្លាប់បងប្អូនគាត់យល់សប្តិតែឃើញមនុស្សមាធំ2នាក់តែងតែមកឈរនៅក្បែរគ្រែដេករបស់គាត់តែគាត់ធ្វើអីក៏បានទេរហូតដល់ពេលដឹងខ្លួនគាត់នៅវៀតណាមហ្នឹងក៏គាត់នៅតែយល់សប្តិដែរយល់សប្តិថាឃើញមនុស្សស្រីមាធំមនុស្សប្រុសមាធំតែងតែព្យាយាមចូលក្នុងបន្ទប់របស់គាត់តែចូលអត់បានទេបងប្អូនកំឡុងពេលដែលគាត់ដឹងខ្លួនបានប្រហែលជាមួយសប្តាហ៍គឺមានបរិស2នាក់ហើយនឹងមនុស្សប្រុសបរិស2នាក់ហើយនឹងមនុស្សស្រីម្នាក់គឺដើរចូលទៅក្នុងបន្ទប់របស់គាត់ហើយហៅឈ្មោះគាត់ពេញណាសុកច័ន្ទមនីសុកច័ន្ទមនីអ្នកឯងត្រូវអស់ជីវិតហើយឥឡូវគេត្រូវមកយកអ្នកឯងទៅមនុស្សប្រុស2នាក់មានធំមកក្រៀកស្មាគាត់អូសតលាក់ពីលើគ្រែហើយគាត់ស្រែកថាគាត់ទៅណាយកគាត់ទៅណាថាយកអ្នកឯងទៅដើម្បីមើលបញ្ជីហើយយកអ្នកឯងដើម្បីទៅឋានអ្នកឯងវិញយកអ្នកឯងទៅចាប់ជាតិយកអ្នកឯងទៅអីចឹងណាគេរៀបរាប់ពីរបៀបរបបគេគាត់ថាអត់ទេខ្ញុំស្លាប់មែនខ្ញុំត្រូវស្លាប់មែនគាត់ថាហ្នឹងហើយអ្នកឯងត្រូវស្លាប់គាត់ថាអត់ទេគាត់សុំនៅតិចទៀតគាត់សុំនៅសងគុណម្ដាយគាត់សិនគាត់សុំនៅសងគុណម្ដាយឪពុកគាត់សិនព្រោះគាត់អត់ទាន់បានសងគុណទេគាត់សុំបន្តិចទៀតមកគេក៏ចាប់ផ្ដើមផ្អាកហើយគាត់ក៏ព្យាយាមក្នុងការវាតោងឡើងលើក្រែពេទ្យវិញហើយគាត់ពេលហ្នឹងគាត់ឃើញម្ដាយគាត់នៅចិត្តគាត់តែមើលក៏អត់ឃើញទេដល់ពេលអញ្ចឹងគេសួរថាអ្នកឯងចង់បានពេលវេលាប្រហែលគាត់ក៏និយាយថាគាត់ចង់បានពេលវេលាមកល្មមដើម្បីគាត់មើលថែម្ដាយគាត់សងគុណម្ដាយគាត់សិនគេក៏ប្រាប់គាត់ថាអញ្ចឹង20ឆ្នាំទៀតគេមកជួបវិញស្រាប់តែមិនទាន់បាននិយាយអីផងគឺគេទៅវិញបាត់ភ្លាមហ្នឹងគាត់ភ្ញាក់ដឹងខ្លួនឡើងគាត់យំអោបម្ដាយគាត់មកតែគាត់អត់មកដល់ពេលហ្នឹងគឺគាត់អត់បាននិយាយរឿងហ្នឹងទៅប្រាប់ម្ដាយទេតែបើមកដល់ពេលបច្ចុប្បន្ននេះរឿងនេះវាកើតឡើងជាង10ឆ្នាំហើយបើគិតទៅប្រហែលជា10ឆ្នាំហើយអញ្ចឹងបងប្អូនទាំងអស់គ្នាគាត់នៅសល់ពេល10ឆ្នាំទៀតថាគាត់នឹងត្រូវជួបរឿងអីហើយគាត់នឹងត្រូវត្រឡប់ទៅវិញឬក៏យ៉ាងណាយើងក៏អត់ដឹងដែរសម្រាប់បងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាគិតមើលថាសុបិនរបស់គាត់រឿងហេតុដែលគាត់បានជួបនេះវាយ៉ាងណាដែរសម្រាប់ខ្ញុំឲ្យជាមតិយោបល់គាត់ថាបងឯងគួរតែទៅវត្តម្ដងព្រោះគាត់អត់ដែលបានទៅវត្តពិភាក្សាពីរឿងហ្នឹងទេទៅវត្តហ្នឹងមិនមែនសំដៅថាទៅធ្វើបុណ្យបាំងស្កូលឬទៅកសលទេតែឲ្យគាត់ទៅរវត្តឬក៏កន្លែងណាដែលជាទីទុកចិត្តផ្នែកអបិយជំនឿហ្នឹងដើម្បីឲ្យគាត់ទៅពិភាក្សាទៅសួរទៅណែនាំពីគ្រូពីអីចឹងណាគេលោថាគាត់អាចមានវិធីក្នុងការរំដោះគ្រោះឬក៏លាងមាត់លាងកឬក៏យើងមានចម្ពាក់វគ្គវិនអីចឹងទៅឬក៏ប្រសក់អង្គណាអ្នកណាដែលគាត់ចេះអីចឹងណាដើម្បីជួយព្រោះអី10ឆ្នាំទៀតវាមិនច្រើនទេហើយគាត់ក៏មិនទាន់បានសងគុណឪពុកម្ដាយហើយអ្វីដែលសំខាន់យើងនៅមានជីវិតអញ្ចឹងយើងនៅតែមានសង្ឃឹមបើសិនជាអ្វីដែលអាចជួយយើងបានយើងគួរតែធ្វើតែសូមមេត្តាជឿកន្លែងណាដែលប្រកបដោយបញ្ញាជឿដោយគិតពិចារណាមិនមែនថាអូយើងត្រូវយើងអាចរស់បានយើងត្រូវតែជឿគេឲ្យធ្វើនេះធ្វើនោះអីធ្វើទេយើងត្រូវតែមើលជាក់ស្ដែងខ្លួនឯងដែរអញ្ចឹងអានេះជាយោបល់របស់ខ្ញុំសម្រាប់បងប្អូនទាំងអស់គ្នា
យល់ឃើញយ៉ាងណាសម្រាប់សាច់រឿងរបស់បងស្រីមុននេះបងប្អូនក៏អាចបញ្ចេញមតិយោបល់នៅក្នុងវីដេអូនៅខាងក្រោមនៅកន្លែង comment នៅខាងក្រោមនេះដែរសម្រាប់សាច់រឿងទី2ដែលខ្ញុំនឹងលើកយកមកដំណើរជូនទៅកាន់បងប្អូននេះគឺជាសាច់រឿងដ៏ចៃដន្យតាក់ទងទៅនឹងការជួបនៅពពួកអមនុស្សដោយអត់បានដឹងខ្លួនបើនិយាយទៅបើឈុតឆាកខ្លាចដូចជាមិនសូវជាមានដោយសារអត់ដឹងថាជាខ្មោចលងបងប្អូនអត់ដឹងថាជាខ្មោចលងបងប្រុសម្នាក់គាត់មានឈ្មោះថាពិសិដ្ឋដែលគាត់ជាកូនចៅអ្នកភ្នំពេញយើងទេហើយគាត់មានមិត្តភ័ក្តិម្នាក់នៅឯខាងដូចជាម្ដុំតាមដៃទលេដូចជាខាងគៀនស្វាយខាងអីចឹងណាគៀនស្វាយដូចជាមានកន្លែងមួយជាប់នឹងដៃទលេជាប់នឹងទលេគាត់និយាយថាអញ្ចេះគាត់ថាគាត់ពេលហ្នឹងគាត់ដូចជាជាមួយនឹងមិត្តភ័ក្តិរបស់គាត់មិនមែនតែគាត់ទេដូចជាខ្ទង់ 3-4 នាក់ទៀតខែហ្នឹងដូចជាខែកពិញរាជហ្នឹងហើយខែកពិញរាជគាត់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់ហ្នឹងក៏និយាយគ្នាថាថ្ងៃណាមួយខែកពិញរាជផ្លែអញទៅបេះហើយព្រោះអញចូលចិត្តកពិញរាជអញ្ចឹងណាមិត្តភ័ក្តិគាត់ថាតាមកពិញរាជចាំអីផ្លែចាំទៅផ្ទះអញទៅដេកផ្ទះអញមួយយប់ទៅអញធ្វើមន់ធ្វើអីឲ្យស៊ីហើយការជំនាន់ហ្នឹងគឺគាត់នៅជានិស្សិតឆ្នាំទី4ទី3ទី4ទេរឿងនេះមិនមែនកើតឡើងឥឡូវណាកើតឡើងតាំងពីឆ្នាំ2006 2007ដល់ពេលអញ្ចឹងគាត់ក៏ដល់ខែកពិញរាជហ្នឹងគាត់ក៏ទៅចេញពីភ្នំពេញទៅហ្នឹងគឺម៉ោងប្រហែលជាម៉ោងជិះលម៉កទៅម៉ោង4ម៉ោង5ល្ងាចទៅដល់ហ្នឹងក៏ជិះលម៉កបន្តមិត្តភ័ក្តិរបស់គាត់យកលម៉កមកទទួលអញ្ចឹងណាហើយផ្ទះមិត្តភ័ក្តិគាត់ជាមួយនឹងដៃទលេហ្នឹងគឺនៅជាប់នៅចំហៀងផ្ទះមិត្តភ័ក្តិរបស់គាត់ប្រហែលជាម្លង 4-10 ផ្ទះមានកន្លែងកំពង់ចលងទូចមួយអញ្ចឹងនៅពេលដែលគាត់ទៅផ្ទះមិត្តភ័ក្តិរបស់គាត់បែរកពិញរាជហូបបាយហូបអីហើយម៉ោង6ម៉ោង7មិនដឹងទៅណាមិត្តភ័ក្តិរបស់គាត់ក៏រៀបបាយរៀបទឹករៀបប៊ីយ៉ារៀបអីឲ្យអញ្ចឹងណាគាត់ជាមួយនឹងមិត្តភ័ក្តិផ្សេងទៀតហូបទៅហើយគាត់ជាមួយនឹងមិត្តភ័ក្តិម្នាក់ទៀតក៏នាំគ្នាជិះកង់ដើរលេងម៉ោង6ម៉ោង7ល្ងាចហ្នឹងណាបាយហើយក៏ជិះកង់ដើរលេងទៅក៏ឃើញអាកន្លែងកំពង់ទឹកហ្នឹងក៏ចូលទៅអង្គុយព្រោះមានដូចជារោងគេលក់នំលក់ណែកអីចឹងទៅឬក៏រោងកន្លែងគេចាំចលងទូកអីចឹងមានក្រែមានអីចឹងទៅគាត់ក៏ទៅអង្គុយនៅរោងនឹងជក់បរិយអង្គុយជក់បរិយលេងទូរស័ព្ទជជែកគ្នាអីចឹងទៅកំឡុងពេលភ្លាមហ្នឹងក៏ស្រាប់តែឃើញមនុស្សស្រីម្នាក់ដែលមើលទៅមិនមែនក្មេងទេអាចចំណាស់ខ្ទង់50ជាង60អីហើយគឺគាត់កំពុងតែអង្គុយងូតទឹកនៅស្នួលមួយនៅជាប់នឹងអាកន្លែងកំពុងចលងនៅអាកន្លែងផែសម្រាប់គេចតទូកចតអីទូកអាទូចដើម្បីជិះឆ្លងទៅកោះទៅត្រើយម្ខាងអីចឹងទៅអញ្ចឹងគាត់ឃើញយាយយើងហៅយាយចាស់យាយហ្នឹងគាត់អង្គុយនៅអាស្នួលទឹកហ្នឹងអាកន្លែងយើងចុះទៅដងទឹកហ្នឹងស្នួលហ្នឹងងូតឈូហើយមើលមកគាត់រហូតហើយគាត់ក៏មើលទៅយាយងូតទឹកអីយប់អីអត់ខ្លាចទេអីហើយគាត់ដល់ពេលគាត់មើលមកសន្ទុះទៅក៏ស្រាប់តែបាត់យាយហ្នឹងគាត់ងូតទឹកហើយក៏អង្គុយជក់បរិយលេងទូរស័ព្ទលេងអីចឹងទៅស្រាប់តែមកសន្ទុះឃើញយាយហ្នឹងទៅឈរនៅលើខ្នល់នោះវិញហើយខ្នល់គាត់កន្លែងគាត់អង្គុយហ្នឹងរៀងចម្រៀលចុះទៅក្រោមហើយខ្នល់ហ្នឹងនៅខាងលើអញ្ចឹងគាត់ឃើញយាយហ្នឹងឈរនៅលើខ្នល់ហ្នឹងហើយឈរកពាត់ដៃមើលគាត់ក៏សួរថាអ៊ំឯងឈរចាំពីណាគេឈរចាំទុកមែនអត់មាត់រកគាត់ទេឈរមកសន្ទុះគាត់ក៏សួរទៅគេមិនស្ដីអីក៏មិនស្ដីក៏ងាកទៅលេងមើលទូរស័ព្ទងាកទៅលេងវិញទៅមកសន្ទុះទៅក៏បាត់ម៉ោងប្រហែលជាម៉ោង8មិត្តភ័ក្តិគាត់ហ្នឹងក៏ជិះម៉ូតូមកសួរថាហីមកអង្គុយអីទៅហ្នឹងគាត់ក៏ថាហេអង្គុយលេងកន្លែងហ្នឹងតិចស្រួលមកឡើងម៉ូតូទៅផ្ទះវិញគាត់ថាហេទៅមុនអញជិះកង់ទៅដល់ពេលអញ្ចឹងមិត្តភ័ក្តិគាត់ក៏ជិះម៉ូតូទៅគាត់ក៏ទាញកង់ទាញអីមិនបញ្ញាប់បញ្ញាទេក៏នាំគ្នារុញកង់ហ្នឹងឡើងលើច្រាំងហ្នឹងដើម្បីមកលើថ្នល់ហើយជិះទៅផ្ទះវិញស្រាប់តែពេលដែលជិះបានប្រហែលជាខ្ទង់ធាក់បានប្រហែលជាខ្ទង់ 2-3 ម៉ែត្រកង់ហ្នឹងស្រាប់ធ្លីខុចខ្យល់ភុចទៅក៏កើខ្នងក៏បដើស្រាប់តែកំឡុងពេលបដើហ្នឹងមុននឹងបដើបើហ្នឹងក៏ច្បាច់មើលកង់ហ្នឹងទៅចុះវាធ្លីចាំងចំណិចវាមុតអីចឹងណាក៏បដើហើយក៏ងាកទៅខាងក្រោយស្រាប់តែឃើញយាយហ្នឹងកំពុងតែអង្គុយនៅលើគ្រែហ្នឹងយកជើងតែហើយអ៊ំក៏ផ្លឹបផ្លែតចឹង
ផ្លឹបផ្លែតចឹងមិត្តភ័ក្ដិគាត់ម្នាក់ទៀតក៏និយាយថាអេអញមានអារម្មណ៍និយាយនឹងដូចខ្មោចអញមើលមុខយាយនឹងដូចស្មួកដូចផ្លឹកមិនហីស្រាប់គាត់លឺតែខ្មោចក៏នាំគ្នារុញកង់រត់វាឆ្ងាយគួរសមដែរ4-10ផ្ទះរុញកង់រត់តែអត់មាត់ទេហើយរត់ទៅក៏ងាករត់ក៏ងាកស្រាប់តែអត់ឃើញទេបងប្អូនទាំងអស់គ្នាគ្រាន់តែទៅចិត្តដល់ផ្ទះមិត្តភ័ក្ដិរបស់គាត់ភ្លាមស្រាប់តែឃើញយាយនឹងរត់ពីក្រោយឃើញយាយនឹងគឺកាន់សរងរត់ពីក្រោយស្មាទោសគ្រាន់តែចិត្តដល់ផ្ទះមិត្តភ័ក្ដិគាត់ដល់ផ្ទះហ្នឹងគឺបដួលកង់ហើយរត់ចូលក្រោមផ្ទះដែរសួរកើតអីគាត់ថាឃើញយាយហ្នឹងកាន់សរងរត់តាមហើយឃើញទាំងពីរនាក់មិនមែនឃើញតែម្នាក់ទេម្ដាយឪពុករបស់មិត្តភ័ក្ដិគាត់នាំគ្នាចុះមកព្រូសួរកើតអីចឹងណាគាត់ក៏និយាយតាមហ្នឹងគាត់ថាអូហើយក្មួយឯងចេះតែហ៊ានទៅអង្គុយដែរ4ថ្ងៃមុនកន្លែងហ្នឹងគេដាក់សពសពពីណាគេសពយាយហ្នឹងគាត់មិនមែនជាអ្នកស្រុកហ្នឹងទេជាអ្នកត្រើយមកខាងគាត់ស្លាប់ហើយគេដឹកឡានពេទ្យមកតែឡានពេទ្យអត់អាចឆ្លងទៅបានទេអញ្ចឹងគេដាក់សពគាត់នៅលើក្រែហ្នឹងសិនបានគេយកទូកមកដឹកសពគាត់ពីហ្នឹងទៅត្រើយមកខាងហើយតាំងពីពេលហ្នឹងមកគេឃើញយាយហ្នឹងអង្គុយនៅលើក្រែហ្នឹងរហូតអត់ទៅណាសោះហើយអត់មានឃើញកូនចៅគាត់មិនតងហៅទេអញ្ចឹងបានគាត់ថាចុះឯងមិនប្រាប់អញមិត្តភ័ក្ដិហ្នឹងទៅយកទៅហៅហ្នឹងមិនប្រាប់គាត់ថាមិនគាត់ហ៊ានហៅបើពេលដែលទៅហ្នឹងគាត់ឃើញយាយហ្នឹងអង្គុយលើតបូររោងដល់ពេលអញ្ចឹងបានស្ដាប់រឿងហ្នឹងហើយព្រឺសបល់ទាំងអស់គ្នាគ្មានហ៊ានអង្គុយទេឡើងទៅដេកលើផ្ទះទាំងអស់អញ្ចឹងនេះគឺជារឿងរ៉ាវដែលគាត់បានជួបកាលពី20ឆ្នាំមុនបើយើងគិតទៅឆ្នាំ2005-2006បងប្អូនមានមតិយោបល់ឬក៏យកឃើញយ៉ាងណាអាចខមមិននៅខាងក្រោមបានហើយកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងផងជួបគ្នានៅវីដេអូក្រោយជាមួយនឹងសាច់រឿងថ្មី